ការជួបស្ថានភាពពិបាកបានបង្រៀននូវមេរៀនជីវិតសំខាន់ដល់មនុស្សមេរៀនទាំងនោះនឹងបង្ហាញឲ្យយើងដឹងពីមូលដ្ឋានគ្រឹះនៃជីវិតដ៏ល្អប្រសើរមួយក្នុងចំណោមនោះគឺភាពក្រីក្រនឹងបង្រៀនមនុស្សឲ្យចេះរស់នៅដោយការតស៊ូការជំនះប្រកបដោយគុណតម្លៃនិងអត្ថន័យជីវិតដែលមានដែនកំណត់នឹងជួយឲ្យយើងមើលឃើញតម្លៃពិតប្រាកដនៃរបស់របរនីមួយៗភាពក្រីក្រជាមេរៀនដែលបានបង្រៀនយើងមួយអ្នកជាមនុស្សដែលមានការអត់ធ្មត់នៅពេលដែលជួបរឿងលំបាកកម្លាំងនៅខាងក្នុងនឹងត្រូវបានទាញចេញមកក្រៅទាំងដែលពេលខ្លះអ្នកអាចនឹងមិនបានដឹងអ្នករៀនពីរបៀបសម្របសម្រួលនិងដោះស្រាយបញ្ហានានានៅក្នុងជីវិតអ្នកអាចលះបង់អ្វីដែលមិនមានលទ្ធភាពយកបានដោយគ្មានការជឿចាំអ្នកអាចធ្វើដំណើរតាមមធ្យោបាយសាធារណៈស្នាក់នៅក្នុងបន្ទប់ដោយគ្មានម៉ាស៊ីនត្រជាក់និងជ្រើសដើរលេងតាមសួនជំនួសផ្សារទំនើបភាពក្រីក្របង្រៀនឲ្យអ្នកបន្ស៊ាំខ្លួនទៅនឹងស្ថានភាពលំបាកនិងរីករាយពីអ្វីដែលខ្លួនមានទី2ការចែករំលែកអ្នកនឹងយល់ច្បាស់ពីអត្ថន័យនៃការរស់នៅដែលមានទ្រព្យសម្បត្តិតែបន្តិចបន្តួចអ្នកដឹងច្បាស់ពីភាពលំបាករបស់មនុស្សដែលស្ថិតនៅក្នុងស្ថានភាពដូចគ្នាថាពួកគេខំប្រឹងប្រែងធ្វើការយ៉ាងណាអ្នកយល់ច្បាស់ពីអារម្មណ៍របស់ពួកគេទើបការចែករំលែកជារឿងដែលតែងតែកើតឡើងជាប្រចាំកាន់តែនៅក្បែរភាពខ្វះខាតអ្នកនឹងកាន់តែមានសន្តានចិត្តជាសប្បុរសនៅក្នុងការឲ្យទានទៅអ្នកដទៃអ្នកនឹងបានស្គាល់ថាអារម្មណ៍នៃការជួយគ្នាដោយស្មោះត្រង់ហើយមិនរំពឹងការតបស្នងនោះគឺជាអារម្មណ៍ល្អបែបណាទី3ចេះសន្សំសំចៃភាពក្រីក្របានធ្វើឲ្យអ្នកស្គាល់ច្បាស់ពីគុណតម្លៃនៃរបស់របរនានាដោយភាពខ្វះខាតអ្នកនឹងរៀនបានច្រើននៅក្នុងការមើលទំនិញមុនពេលសម្រេចចិត្តចំណាយទៅលើរបស់ទាំងនោះអ្នកនឹងពូកែក្នុងការទិញទំនិញដែលមានគុណភាពក្នុងតម្លៃទាបអ្នកនឹងរៀនពីការប្រើប្រាស់សម្ភារៈនីមួយៗឲ្យសមទៅនឹងតម្លៃរៀនជួសជុលនិងកែច្នៃតាមការត្រូវការរបស់ខ្លួនជាជាងចំណាយទិញរបស់ថ្មីអ្នកនឹងរៀនបង្កើតនៅអ្វីៗដែលអាចបង្កើតដោយខ្លួនឯងដូចជាសាប៊ូអាហារសម្រន់និងពពួកគ្រឿងទេសជាដើមភាពខ្វះខាតបង្រៀនឲ្យអ្នកក្លាយជាប្រភពធនធានដ៏សម្បូរបែបទី4មានគោលដៅច្បាស់លាស់ភាពក្រីក្រគឺជាស្ថានភាពវេទនាដែលអ្នកចង់ចាកចេញឲ្យបានឆាប់បំផុតអ្នកនឹងកាន់តែមានភាពច្បាស់លាស់ពីគោលដៅក្នុងជីវិតអ្នកត្រូវធ្វើការថ្ងៃយប់ដោយមិនខ្លាចការលំបាកអ្វីទាំងអស់ដើម្បីទទួលបាននូវអ្វីដែលអ្នកប្រាថ្នាអ្នកខំប្រឹងធ្វើការជាងអ្នកដទៃព្រោះអ្នកចង់ចាកចេញឲ្យផុតពីរណ្ដៅនៃភាពក្រីក្ររហូតទៅអ្នកឲ្យតម្លៃលើចំណេះដឹងព្រោះអ្នកជឿថាចំណេះដឹងគឺជាមធ្យោបាយដែលនាំអ្នកទៅកាន់ស្ថានភាពជីវិតដ៏ល្អប្រសើរបានជាទូទៅសង្គមតែងគោរពនិងឲ្យតម្លៃទៅលើមនុស្សដែលមានស្ថិរភាពហិរញ្ញវត្ថុហើយអ្នកចង់មានកន្លែងមួយសម្រាប់ខ្លួនឯងនៅក្នុងសង្គមដូចគ្នាទី5មានភាពឯករាជ្យភាពក្រីក្រនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងអាយុអ្នកដឹងច្បាស់ពីអ្វីដែលជាអត្ថប្រយោជន៍តាំងពីនៅក្មេងៗអ្នកបានរៀនពីរបៀបរកប្រាក់សម្រាប់ចាយវាយនិងទិញនៅអ្វីដែលខ្លួនចង់បានអ្នកតែងតែរិះរកវិធីដើម្បីបានរស់រាននិងដោះស្រាយបញ្ហាដែលទាំងនេះហើយបានធ្វើឲ្យអ្នកក្លាយជាមនុស្សឯករាជ្យនិងមានគំនិតជារបស់ខ្លួនឯងលើពីនេះទៅទៀតនៅពេលដែលអ្នកស្មុគស្មាញអ្នកនឹងគ្រប់គ្រងវាបានល្អជាងអ្នកឯទៀតក៏ព្រោះអ្នកបានឆ្លងកាត់ការលំបាកក្នុងភាពក្រីក្រច្រើនណាស់ទៅហើយអ្នកជំនួសរឹងមាំឯករាជ្យនិងមានភាពចាស់ទុំនៅក្នុងការដឹកនាំជីវិតរបស់ខ្លួនទៅរកភាពជោគជ័យ